ជំរាបសួរពុកម៉ែបងប្អូនប្រុសស្រីបាទថ្ងៃនេះខ្ញុំបាទព្រមទាំងក្រុមការងារជាពិសេសគឺលោកគ្រូអ្នកគ្រូនៅកំពង់តែងច្រាំថ្នាំហើយថ្ងៃនេះដែរគឺយើងរកថ្នាំបាន3មុខណាទី1នោះគឺវ៉ាជួយទី2គឺវ៉ាឆ្អឹងពោះទី3គឺបាឡាព្រំឬក៏ដើមព្រំដើម្បីយកមកព្យាបាលផ្សំធ្វើជាឱសថណាព្យាបាលកាយស្ពឹកប្រព័ន្ធតសៃតសូងហើយវ៉ាជួយវ៉ាអីនេះក៏ត្រូវថ្នាំច្រើនដែរតាក់ទងនឹងប្រព័ន្ធប្រសាទតាក់ទងជាមួយនឹងកាពះពោះវៀនឬដូងបាតគឺខាងយើងខ្ញុំមានថ្នាំសម្រាប់កាយរោគទាំងអស់នឹងផងដែរចឹងទេថ្ងៃនេះកំពុងតែចិញ្ច្រាំថ្នាំនេះពេជ្រពុកហ្នឹងបងប្អូននេះបើសិនជាបានឃើញហើយណាជួយគាំទ្រជួយចុច Subscribe ឲ្យខ្ញុំបាទផងណាដែលលោកគ្រូពិជ័យមនីរង្សីខាងផ្នែកផ្សំឱសថបុរាណខ្មែរនិងព្យាបាលរោគទូទៅនិងរោគផ្លូវងងឹតណាសម្រាប់ពុកម៉ែបងប្អូនដែលចង់ស្វែងរកខ្ញុំនឹងគឺអាចទំនាក់ទំនងខ្ញុំបានណាគឺលេខទូរស័ព្ទ088 456 7000នឹងគឺជាប្រព័ន្ធមិត្តហ្វូនប្រព័ន្ធ Smart 016 526 456នេះគឺកំពុងតែផ្សំថ្នាំនេះគេហៅថាថ្នាំតសៃតសូងស្ពឹកសពុនហើយត្រូវការរុក្ខជាតិជាច្រើនទៀតហើយខ្ញុំនឹងក៏មិនសូវបានជាថតបង្ហោះថតផុសផ្សព្វផ្សាយអីដែរទេអញ្ចឹងហើយលើកនេះក៏សូមថតបង្ហោះថតផុសដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនប្រុសស្រីក្នុងនិងក្រៅប្រទេសទាំងអស់ដើម្បីបានទស្សនានិងជាចំណេះដឹងអំពីឱសថបុរាណខ្មែរណាដែលសល់ពីជីដូនជីតាយើងពីដើមមកដែលលោកប៉កែមានចំណេះជំនាញផ្នែកខាងផ្សំឱសថណាព្យាបាលរោគជាច្រើនមានរោគឬដងបាតឬដងវល់កាពះពោះវៀនតាក់ទងជាមួយសួតរលាកសួតគ្រោះក្នុងប្រមាថគ្រោះក្នុងកដងនោមតាក់ទងជាមួយនឹងងាប់ដៃជើងស្ពឹកសពុនជាប់ជាមួយនឹងលៀនឌីសជាប់សរសៃហើយនឹងរោគគាជាច្រើនទៀតណាសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាណាដែលបានឃើញហើយសូមជួយ Subscribe ជួយចុច Sub ជួយចុច Like ម្នាក់មួយផងដើម្បីឲ្យខ្ញុំនេះគ្រូវិជ័យមនីរង្សីនឹងមានទឹកចិត្តទឹកបតីដើម្បីបានធ្វើជាវីដេអូដែលចែករំលែកផ្នែកឱសថបុរាណខ្មែរណាដែលបានជាគេដំណើរសល់ពីដូនពីតាមកហើយឆ្នាំនេះមានច្រើនណាស់ដែលត្រូវបង្ហាញបងប្អូនហើយខាងយើងខ្ញុំនេះក៏មានជាប្រភេទថ្នាំឱសថដើម្បីលក់ចែកជូនដល់ពុកម៉ែបងប្អូនប្រុសស្រីយកទៅប្រើប្រាស់ហើយធានាតែផឹកហើយគឺសមប្រកបណាហើយថ្នាំខ្លះនោះគឺយើងបានធ្វើចេញអំពីក្រសួងនោះទទួលស្គាល់មានបាកូដដើម្បីបញ្ជាក់អំពីប្រសិទ្ធភាពនិងពីការស្របច្បាប់បាទហើយខ្ញុំនេះមានថ្នាំច្រើនទៀតណាតាក់ទងជាមួយនឹងរោគស្ត្រីណាលាន់ស្បូនស្រត់ស្បូនធ្លាក់សអីជាដើមនេះគឺយើងមានដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញហើយបានទស្សនាហើយសូមជួយចែករំលែកក៏ដូចជាការគាំទ្រដល់ខ្ញុំបាទផងដែលលោកគ្រូវិជ័យមនីរង្សីនឹងបានសិក្សារៀនពីមកតពីគ្រូសល់ពីជីដូនជីតាមកគឺយើងបានចែករំលែកបន្តទៅទៀតកុំឲ្យបាត់បង់ណាហើយថ្នាំឱសថបុរាណខ្មែរនេះមិនមែនធម្មតាទេពុកម៉ែបងប្អូនគឺប្រកែណាហើយក៏អត់មានប៉ះពាល់ដល់សុខភាពយើងដែរណាអត់មានប៉ះពាល់សុខភាពយើងផឹកថ្នាំខ្មែរច្រើនកាលណាសុខភាពយើងរឹតតែល្អរឹតតែស្រស់ស្រាយរឹតតែបរិបូរណ៍ណាមានជាងវ័យហើយមានអាថ្នាំអាយុវែងនោះក៏មានដែរតែមិនបានជាផ្សំអីទេផ្សំតែថ្នាំទូទៅកាពះពោះវៀនឬដងបាតឬដងច្រមុះសួតថ្លើមទាយទឹកអីជាដើមជំនួយខួរក្បាលរោគស្ត្រីណាមានប៉ុណ្ណឹងអញ្ចឹងខ្ញុំបាទសូមអរគុណពុកម៉ែបងប្អូនណានេះដែលបានទស្សនាវីដេអូនេះហើយនោះគឺថ្នាំនៅខាងក្រៅចំនួន2មុខទៀតនោះគឺមិនទាន់បានចិញ្ច្រាំទេមានវ៉ាឆ្អឹងពោះនិងដើមព្រំបាទហើយនេះគឺកំពុងតែចិញ្ច្រាំពេលពុកនេះក៏តាមកណ្ដូនណាច្រាំប្រហែលជា2ទៅ3ថ្ងៃមិនចាំអស់បាទនេះគឺច្រើនណាស់ហើយសូមអរគុណណានេះអីខ្ញុំពេជ្រអីខ្ញុំស្មោះណាគ្រូថ្នាំធម្មតាទេឃើញចឹងមែនតែទៀតហ្នឹងជំនាញខាងថ្នាំហើយសំថ្នាំត្មងណាអញ្ចឹងអរគុណណាពុកម៉ែបងប្អូនណាបានឃើញសូមជួយចែកម្លែកម្នាក់មួយផងខុសឆ្គងសូមមេត្តាអធិស្ឋានហើយដើម្បីបងប្អូនដើម្បីបានតាមដានជាបន្តទៀតហ្នឹងគឺសូមជួយចុច Subscribe និងទទួលបានវីដេអូថ្មីជាបន្តបន្ទាប់ចាប់ពីថ្ងៃនេះតទៅបាទអញ្ចឹងសូមអរគុណបាទ